របស់សូមជម្រាបសួរគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូលោកសិស្សនិស្សិតនៃសាលារៀនចំនួន3ព្រះវិទ្យាល័យខ្ញុំមកពីវិទ្យាដឹកនាំដោយលោកគ្រូសុដីក្រោមវិធានបទពិសោធន៍អំពីបន្ទប់ភ្លើងដោយប្រើទឹកខ្មេះនិងបេគីងសូដាខ្ញុំឈ្មោះខឹមសារីជំនួសធីតាហើយខ្ញុំរៀននៅក្នុងមកពីថ្នាក់ 8NCSC2 ខ្ញុំក៏គឺជាអនុប្រធាននៃក្លឹបខ្ញុំបាក់មានចំនួន50ស្មើណាតែមកពីថ្នាក់ទី9នៅទីadministrative ខ្ញុំឈ្មោះខាងលោកស្រីពីទី9 NCSC ខ្ញុំឈ្មោះខំសាសនាមកពីវិទ្យាល័យព្រៃវ័នជាស្មារតីចឹងយើងចូលដល់ចំណុចទី1របស់យើងគឺគោលបំណងនៃការស្រាវជ្រាវចឹងគោលបំណងនៃការស្រាវជ្រាវរបស់យើងមាន3ចំណុចធំៗចឹងទី1គឺទទួលបានបទពិសោធន៍ចឹងទទួលបានបទពិសោធន៍ហ្នឹងគឺចង់ឲ្យបទពិសោធន៍ហ្នឹងមានភាពរីករាយហើយមានការទទួលបានបទពិសោធន៍ពីវត្ថុគំរូហ្នឹងហើយការពិសោធន៍ហ្នឹងដោយសារយើងចង់យកទៅកែច្នៃធ្វើផ្សេងហើយក៏មកចំណុចទី2គឺយកដល់អំពីសុខភាពចឹងយើងដឹងហើយថាធាតុគីមីទាំងអស់ធាតុគីមីទាំងអស់តែងតែមានផលប៉ះពាល់ទៅដល់ស្បែកឬក៏ផ្នែកផ្សេងៗនៅខ្លួនប្រាណរបស់យើងអញ្ចឹងយើងត្រូវយកដល់អំពីធាតុគីមីដើម្បីមានសុខភាពហើយទី3គឺយល់ដល់អំពីប្រតិកម្មរវាងសូឌីយ៉ូប៊ីកាបូណាតនិងអាស៊ីតអាស៊ីតិកអំឡុងពេលដែលពួកខ្ញុំបានធ្វើការស្រាវជ្រាវពួកខ្ញុំបានជួបប្រទះនឹងបញ្ហាដូចជាទី1វត្ថុគំរូត្រូវបានកណ្ដងគេនេះកើតឡើងដោយសារពីការធ្វេសប្រហែសរបស់យើងខ្ញុំដោយមិនបានដាក់វានៅក្នុងថ្ងៃសមរម្យណាមួយវត្ថុគំរូរបស់ពួកខ្ញុំធ្វើមកពីក្រដាសទី2គឺវត្ថុគំរូរបស់ពួកខ្ញុំនោះនៅពេលដែលពួកខ្ញុំសម្រេចចិត្តនឹងដាក់ដីឥដ្ឋនៅលើស្កុតវាធ្វើឲ្យអត់ជាប់ស្កុតនិងធ្វើឲ្យវាបតាទី3គឺការពិសោធន៍មិនបានជោគជ័យនេះគឺកើតឡើងដោយសារពួកខ្ញុំបានដាក់សូឌីយ៉ូប៊ីកាបូណាតឬក៏បេគីងសូដាលើសចំណុះទី2គឺពួកខ្ញុំបានដាក់អាស៊ីតអាសេតិកតិចពេកធ្វើឲ្យវាមិនមានការបន្ទុះដោយពួកខ្ញុំបានគិតយើងចូលដល់ចំនួនទី3គឺចំនួននៃការស្រាវជ្រាវអញ្ចឹងចំនួននៃការស្រាវជ្រាវរបស់យើងមាន3ចំនួនទី1គឺតើការរីកចម្រើននៃបច្ចេកវិទ្យាអាចជួសទាញបន្ទុកក្នុងភ្លើងបានដែរឬទេហើយចំនួនទី2គឺតើប្រជាជនពិភពលោកបានជួបបញ្ហានៅអ្វីខ្លះនៅពេលដែលមានការបន្ទុកក្នុងភ្លើងហើយចំនួនទី3គឺតើអ្នកគិតថាអ្វីជាសញ្ញានៃបន្ទុកក្នុងភ្លើងឥឡូវយើងចូលមកដល់វិធីសាស្ត្រស្រាវជ្រាវដោយក្នុងវិធីសាស្ត្រស្រាវជ្រាវមាន3ចំណុចដែលចំណុចទី1នោះគឺគម្រោងការស្រាវជ្រាវក្នុងការស្រាវជ្រាវក្រុមយើងខ្ញុំបានរៀបចំការពិសោធន៍ដើម្បីស្វែងយល់ផ្ទាល់នៅបាតុភូតដែលកើតឡើងក៏ដូចជាការធ្វើការស្រាវជ្រាវបន្ថែមទៅលើប្រធានបទដោយពឹងផ្អែកទៅលើឯកសារផ្សេងដែលទាក់ទងទៅនឹងសារធាតុគីមីដែលបានចូលរួមធ្វើបដកម្មក្នុងការពិសោធន៍បន្ទុកភ្នំភ្លើងដែលកើតចេញពីបដកម្មរវាងទឹកខ្មេះជាមួយម្សៅបេគីងសូដាក្នុងការស្រាវជ្រាវនេះក្រុមខ្ញុំបានបែងចែកប្រធានបទដើម្បីធ្វើការស្រាវជ្រាវក្រោយពេលការស្រាវជ្រាវនិងធ្វើពិសោធន៍ក្រុមខ្ញុំបានយកលទ្ធផលដែលទទួលបានមកប្រៀបធៀបនឹងគ្នាឥឡូវយើងចូលមកដល់ចំណុចទី2នៃវិធីសាស្ត្រស្រាវជ្រាវគឺសម្ភារៈឬឧបករណ៍ស្រាវជ្រាវក្នុងការធ្វើពិសោធន៍នេះយើងបានប្រើឧបករណ៍និងសម្ភារៈដូចជាទឹកខ្មេះចំណុះ150មីលីលីត្រម្សៅបេគីងសូដាឬម្សៅដុតនំដែលមានម៉ាស់450ក្រាមថ្នាំពណ៌ដែលមានចំណុះ50មីលីលីត្រសាប៊ូលាងចានដែលមានចំណុះ620មីលីលីត្រកែវក្រិតរីឯចំណុចទី3នោះដំណើរការស្រាវជ្រាវឬវិធីសាស្ត្រប្រមូលទិន្នន័យដែលយើងបែងចែកជា2ផ្នែកទៀតគឺផ្នែកទី1ដំណើរការនៃការសង់ភ្នំមុនដំបូងគេគឺកាត់ក្រដាសកាតុងបន្ទាប់មកបិទស្កុតជុំវិញឲ្យក្លាយជារាងធរណីមាត្រកោណហើយលាបថ្នាំពណ៌និងចុងក្រោយគឺធ្វើការពិសោធន៍ទី2នៃដំណើរការពិសោធន៍គឺដំបូងឡើងយើងលាយ
ម្សៅ baking soda ដែលមានម៉ាស់ 15.5 ការ៉ាមបន្ទាប់មកយើងដាក់សាប៊ូលាងចានដែលមានចំណុះ 7.5 មីលីលីត្រចូលទៅក្នុងភ្នំភ្លើងចំណុចបន្ទាប់នោះគឺលាយលក្ខចូលទៅក្នុងភ្នំភ្លើងឲ្យប្រែប្រួលក្នុងចំណុះ 1/2 ស្លាបព្រាឬ 7.5 មីលីលីត្ររួចកូរវាឲ្យសព្វហើយយើងចាក់ទឹកខ្មេះ 1/2 ប៉ែងឬចំណុះ 118 មីលីលីត្រចូលទៅក្នុងភ្លើងបន្ទាប់មកភ្នំភ្លើងនឹងផ្ទុះឡើងចូលដល់ចំណុចទី6គឺជាលទ្ធផលនៃការស្រាវជ្រាវនៅពេលដែលពួកខ្ញុំបានស្រាវជ្រាវនៅធ្វើការវិចាររួចពួកខ្ញុំបានសង្កេតឃើញថាមានផលប៉ះពាល់បើយើងគ្មានការប្រុងប្រយ័ត្ននៅពេលពិសោធន៍ដោយសារនៅពេលដែលសូឌីយ៉ូមប៊ីកាបូណាតបានធ្វើប្រតិកម្មជាមួយទឹកខ្មេះវានឹងបញ្ចេញសារធាតុមួយនៅពេលដែលយើងប៉ះពាល់ជាមួយនឹងស្បែកយើងវានឹងធ្វើឲ្យមានការរោលឬក៏រមាស់នៅពេលដែលវាប៉ះពាល់ជាមួយភ្នែកយើងវានឹងធ្វើឲ្យយើងភ្នែកក្រហាយឬក៏មានបញ្ហាភ្នែកផ្សេងទៀតដែលអាចគ្រោះថ្នាក់ដល់ជីវិតផងដែរនៅពេលដែលវាបង្កើតឧស្ម័នភាយចេញមកវានឹងអាចធ្វើឲ្យមានបញ្ហាស្រួចនៅពេលដែលយើងដកដង្ហើមចូលទៅក្នុងហើយតាមជីវភាពប្រចាំថ្ងៃជាក់ស្ដែងនៅពេលដែលមានការបន្ទុកក្នុងភ្លើងវានឹងធ្វើឲ្យមានការប៉ះពាល់ទៅដល់ជីវិតប្រជាជនដែលរស់នៅជុំវិញទីនោះមានប៉ះពាល់នៅបញ្ហាសេដ្ឋកិច្ចនិងគ្រួសារពិការភាពបញ្ហាផ្សេងទៀតរកយើងខ្ញុំសូមឈានទៅដល់ចំណុចបញ្ចប់គឺសន្និដ្ឋាននិងអនុសាសន៍អញ្ចឹងយកតាមការពិសោធន៍របស់យើងហើយនឹងការស្រាវជ្រាវរបស់ខ្ញុំគឺយើងអាចសន្និដ្ឋានថាដើម្បីឲ្យមានបន្ទុកក្នុងភ្លើងគឺយើងត្រូវមានប្រតិកម្មជាមួយនឹងទឹកខ្មេះនិងខ្សែសូដាឬ baking soda ពីឯបន្ទុកក្នុងភ្លើងចាក់ស្ដែងគឺនៅពេលដែលម៉ាក់ណាបន្ទុកធ្លុះសម្បកផែនដីដែលស្ដើងហើយខ្សោយវានៅសន្សំឡើងទៅលើចឹងអនុសាសន៍របស់ក្រុមយើងខ្ញុំគឺមុននឹងក្រុមយើងខ្ញុំទទួលបានភាពជោគជ័យគឺក្រុមយើងខ្ញុំទទួលបានឧបសគ្គជាច្រើនប៉ុន្តែឧបសគ្គទាំងនោះមានចំនួន3លើកលើកទី1គឺនៅពេលដែលក្រុមយើងខ្ញុំធ្វើផ្ទាំងឬក៏សម្បករបស់ក្រុមភ្លើងវត្ថុគំរូក្រុមយើងខ្ញុំគឺនៅពេលនោះក្រុមយើងខ្ញុំបានលេខពណ៌ធ្វើឲ្យសម្បកនោះខូចដោយសារសម្បកនោះធ្វើពីក្រដាសលើកទី2គឺនៅពេលដែលក្រុមយើងខ្ញុំដាក់វត្ថុគំរូក្រុមយើងខ្ញុំនៅកន្លែងមិនសមរម្យធ្វើឲ្យកណ្ដោក៏គេអស់មួយដុំលើកទី3គឺក្រុមយើងខ្ញុំបានទទួលភាពជោគជ័យ